ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះថ្ងៃសៅរ៍ទៀតហើយបងប្អូនចាហើយនៅស្រុកខ្ញុំគឺអាកាសធាតុអញ្ចឹងបងប្អូនចាថ្ងៃនេះគឺអាកាសធាតុមិនល្អទេភ្លៀងមួយថ្ងៃទល់យប់តែម្ដងចារលឹមរហូតហើយពួកយើងអត់ចូលដល់រដូវនេះគឺថាជួបប្រទះនឹងអាកាសធាតុបែបហ្នឹងរហូតចាការធ្វើដំណើរទៅណាមកណាហ្នឹងវារៀងពិបាកបងប្អូនចាភ្លៀងជាប់រហូតហើយអ្វីដែលសំខាន់ដែលខ្ញុំចង់លើកយកមកជំរាបជូនបងប្អូននៅថ្ងៃនេះគឺថានៅយប់នេះនៅហូឡង់និងតំបន់អឺរ៉ុបផ្សេងទៀតគឺនឹងមានការផ្លាស់ប្ដូរម៉ោងពេលវេលាចានៅយប់ថ្ងៃស្អែកនេះណាបងប្អូនចាគឺយើងអាចគេងបន្ថែមបាន1ម៉ោងទៀតចាពេលយប់ហ្នឹងគឺយូរជាងពេលថ្ងៃចានៅរដូវក្តៅគឺបដូរពីពេលថ្ងៃមកពេលយប់ហ្នឹងគឺថាពេលថ្ងៃគឺវែងជាងពេលយប់ចឹងណាបងប្អូនចាអរគុណច្រើនបងប្អូនជម្រាបលាចា